បើកភ្នែកឡើងមាត់យើងរៀននិយាយពាក្យព្រោះភាសាទៅកាន់គ្នានិយាយឲ្យតិចជាងគិតនិយាយឲ្យតិចជាងមើលនឹងមើលឲ្យបានសពជ្រុងគិតស្ដាប់ឲ្យបានច្រើនដងចាំតែប្រាប់គេតមុននិយាយស្ដាប់មុនប្រាប់គិតហ្នឹងហើយគិតឲ្យបានច្រើនចឹងសុកទុកចម្រើនវិនិច្ឆ័យក៏នៅតែមាត់យើងនឹងដែរបើកភ្នែកឡើងនិយាយព្រោះដាក់គ្នាសេរីសួស្ដីទាំងព្រឹកញោមមិនចាំបាច់ទៅសុំសេរីពីអ្នកណាហើយទោសរបស់មាត់នេះដូចអាត្មាបញ្ជាក់ឲ្យញោមគ្មានទោសអីធ្ងន់ជាងបច្ចេកកម្មនឹងទេព្រះអង្គសម្ដែងប្រពអំពីកូនសេដ្ឋីបុត្រ4នាក់នោះអាត្មាធ្លាប់សម្ដែងញាតិញោមធ្លាប់ស្ដាប់កូនសេដ្ឋីទាំង4ហ្នឹងនិស័យចិត្តគំនិតអាក្រក់តាំងពីកើតមកដូចគ្នាប៉ិនគ្រាន់តែគេចង់ប្រៀបថាសេចក្តីអាក្រក់មួយណាដែលវាទោសធ្ងន់ជាងគេអាកូនទី1បកែខាងស៊ីអាកូនទី2បកែខាងលួចអាកូនទី3បកែខាងអញឹមតាក់ប្តីគេហើយអាកូនទី4បកែខាងនិយាយឲ្យគេឆ្លោះគ្នាជំនាញទាំងអស់បើជំនាញអាក្រក់អត់មានណាល្អមួយទេបាទប៉ុន្តែគេឲ្យយើងប្រៀបថាតើសេចក្តីអាក្រក់មួយណាដែលវាមានទោសធ្ងន់ជាងគេនោះណែកូនទាំង4ហ្នឹងដល់ពេលធំកំមុំកំឡោះទៅតិចតិចគេមកប្តឹងសេដ្ឋីទៅចេះហើយចុះតិចគេប្តឹងសេដ្ឋីតែអាមួយទៅលួចរបស់គេតិចគេប្តឹងសេដ្ឋីតែអាមួយទៅស៊ីរបស់គេលក់ទាំងផ្ទះគេរកអីលក់អំបានអាមួយគេទៅមកប្តឹងទៀតថាកូនលោកសេដ្ឋីមីស្រីពៅនឹងដើរតែញឹមឲ្យប្តីគេឈួតវិញលែងធ្វើការកើតហ្នឹងហ៎អាមួយគេមកនិយាយប្តឹងទៀតថាកូនលោកសេដ្ឋីកូនទី2ហ្នឹងឃើញដើរតែនិយាយចាក់រកគេឲ្យគេឆ្លោះគ្នាអារឿងមិនប៉ិតសោះវានិយាយទៅឲ្យគេឆ្លោះគ្នាឲ្យគេខឹងគ្នាឲ្យគេក្តៅក្រហាយដល់គេមកប្តឹងគ្រប់គ្នាអញ្ចឹងគិតមកបន្តិចគេមកប្តឹងចេះតិចគេមកប្តឹងចុះគ្រប់គ្នាកូន4នាក់ហ្នឹងពលទុកឲ្យឈឺក្បាលរហូតណាហើយចុះបើវាប្រព្រឹត្តអាក្រក់ទាំងអស់វាអត់មានអាណាល្អដល់ចឹងគិតគ្នាពីអ្នកប្តីប្រពន្ធអូនណោចុះយើងចាស់ហើយណោបើកូនយើងអត់មានអាណាមួយណោនាំសេរីសួស្ដីនាំភាពតិចតិជុំស្ងប់សុខឲ្យយើងចឹងយើងគិតឲ្យម៉េចឥឡូវហ្នឹងខ្លួនយើងកាន់តែចាស់ហេបងខ្ញុំក៏មិនដឹងដែរប៉ុន្តែកូនយើងបកើតយើងគិតយកកូនយើងទៅឯណានឹងទោះយ៉ាងណាក៏សាច់យើងឈាមយើងណែម្ដាយពុកច្រើននិយាយអញ្ចឹងយល់ទោះបីអាកូនទៅកាប់គេជាប់គុកជាប់ឆ្នោតជាប់ច្បាប់ក៏នៅតែកូនបាទហ្នឹងអាកូនកាត់អត់បានហើយដល់អញ្ចឹងមនុស្សជំនាន់ដើមកាលណាម៉ែឪទូមានព្រានបដៅស្រីថាប្រាប់ប្រងតម្រង់ផ្លូវអត់ស្ដាប់គេច្រើនយកទៅណាមនុស្សជំនាន់ដើមមនុស្សខូចដោយតែគេចង់កែតម្រូវមនុស្សហ្នឹងគេយកទៅណាយកទៅវត្តសម័យឥឡូវនេះទេសម័យពីមុនកូននឹងមិនកើតម៉ែឪស្ដីបដៅប្រាប់ប្រងតម្រង់ផ្លូវអត់បានគេយកចូលវាំងឲ្យបរិជាអ្នកមានទស្សនវិជ្ជារាជធរទាំង10ហ្នឹងអ្នកកែមនុស្សហ្នឹងអ្នកក្នុងវាំងមានមន្ត្រីមានបរិជាអ្នកកែមនុស្សហ្នឹងព្រោះគេចាប់ទុកបរិជាហាក់បីដូចជាអាទិទេពអ្នកមានទស្សនវិជ្ជារាជធរទាំង10អញ្ចឹងឲ្យបរិជាអ្នកកែណាមិនសូវស្រួលដល់ឲ្យចូលវាំងអញ្ចឹងពីអ្នកប្តីប្រពន្ធយកកូនតម្រង់ដើរទៅវាំងដល់ទៅដល់វាំងពួកមន្ត្រីគេកោះប្រជុំចឹងគេកោះប្រជុំកូនទី1បកែខាងស៊ីមន្ត្រីគេឲ្យយកទៅដាក់នៅកន្លែងចុងភៅមួយថ្ងៃគេឲ្យអង្គ100កំប៉ុងអ្នកក្នុងនគរ100នាក់ឲ្យហូបឲ្យគ្រប់តែហ៊ានលួចស៊ីខ្លួនឯងច្រើនជាងគេអ្នកក្នុងវាំងខ្វះអាហារគេប្រហារជីវិតចោលគេដាក់លក្ខខណ្ឌចឹងហើយអាគាត់នឹងស៊ីអាក្រក់ហ្មងញោមស៊ីដូចកំហែងជាទៀលចឹងស៊ីទាំងផ្ទះញោមណាធ្លាប់ស្ដាប់ចបៃរឿងកំហែងជាទៀលនោះអានោះវាស៊ីទាំងផ្ទះនឹងស៊ីអាក្រក់ហ្មងហើយដល់អញ្ចឹងគេដាក់កម្រិតឲ្យតាកុំឲ្យប្របាក់ដើរលួចស៊ីរបស់គេអស់ទាំងផ្ទះដោយតែបនញោមមេឃុំថ្ងៃហ្នឹងបើអាគាត់ហ្នឹងមកត្រូវអត់មានបបរឲ្យភ្ញៀវទេវាស៊ីតែវាហ្នឹងហើយអញ្ចឹងដល់ពេលអញ្ចឹងពេកគេឲ្យតែដាក់ក្នុងចុងភៅមួយថ្ងៃគេឲ្យអង្គ100កំប៉ុងអ្នកក្នុងវាំង100នាក់ឲ្យហូបឲ្យគ្រប់កាលណាលួចស៊ីច្រើនជាងគេប្រហារជីវិតចោលដល់គេដាក់កម្រិតអញ្ចឹងមានហ៊ានលួចស៊ីច្រើនជាងគេណាយាយបើគេមួយចានឯងមួយចានដែរដល់ពេលយូរទៅអាកាពះនេះវាចេះរួមទៅវាហូបដូចគេដូចឯងហ្នឹងអាហ្នឹងអ្នកបកែស៊ីចុះឥឡូវអ្នកបកែលួចអានេះឪម៉ែសិទ្ធិនៅតែលួចរបស់គេទៀតដូចថានិស័យចិត្តថ្លើមរបស់វាកើតមកវាចឹងហ្មងនិស័យនោះវាត្រូវចឹងហ្មងហ្នឹងឪម៉ែជាសិទ្ធិនៅតែលួចទៀតដើរទៅឃើញស្អីយកនឹងឲ្យតែរបស់គេទុកប្រហែលវាយកមកផ្ទះទាំងអស់ហ្នឹងណាលួចចូលចិត្តលួចរបស់ហើយដល់បកែលួចចឹងណមន្ត្រីគេយកទៅដាក់នៅឃ្លាំងមាសរបស់វាំងនឹងធំមកមាន8 9ឃ្លាំងហើយគេដាក់វានៅក្នុងឃ្លាំងមាសហ្នឹងហើយគេចាក់សោទ្វារធំចាក់សោចិត្តពីក្រៅដូចអ្នកជាប់គុកចឹងឲ្យដេកមើលមាសមើលពេជ្រមើលប្រាក់ហ្នឹងទៅដល់ពេលគេលើកបាយទៅតែហ៊ានលួចចេញពេលណាប្រហារជីវិតចោលពេលហ្នឹងហើយដល់ដេកនៅមាសហើយទៅណាអត់រួចដល់យូរពិចារណាតែអញប្រឹងលួចយកទៅណាទៀតបើឥឡូវដេកនៅលើមាសហើយយកទៅធ្វើអីអត់កើតផងទេដល់យូរទៅកែតម្រូវខ្លួនឯងល្អគេប្រឡែងចេញមកឲ្យបានទៅជាប្រជាជនធម្មតាដូចគេដែរលែងលួចដល់នាងបកែអញឹមតាក់ប្តីគេនេះមិនមែនអញឹមតាក់ប្តីគេទេគឺសម្រស់នៃការអញឹមរបស់នាងគ្រាន់តែអញឹមទៅមនុស្សមានប្តីមានប្រពន្ធមានកូនមិនមានកូនចាស់ក្មេងអីគឺវែងទាំងអស់ដោយថាបលឹមឡើងមកក្រុងសាវត្ថីហ្នឹងណាយាយ
តាំងចាស់តាំងក្មេងតាំងកំឡោះតាំងពោះម៉ាយតាំងមានប្រពន្ធមិនមានប្រពន្ធតែបលឹមឡើងម៉ោង7គឺងូតទឹកសាច់សក់រៀបចំខ្លួនមកឈរតម្រង់ជួរគ្នាពេញពីមុខផ្ទះសេដ្ឋីចាំឲ្យកូនកំមុំលោកសេដ្ឋីនាងនឹងចេញមកឲ្យញឹមដាក់មកខ្ជិបបាននាំគ្នាបែកជួរទៅធ្វើការកើតវិញឈួតគេអស់ចឹងហីយាយបងហ្នឹងហើយចង់ឃើញសម្រស់នៃការញឹមរបស់នាងហ្នឹងណាអីដល់អញ្ចឹងទៅណោវាឈួតប្តីគេប្តីឯងអស់គ្រប់តែគ្នាអញ្ចឹងទៅចង់មកឃើញនាងហ្នឹងឲ្យញឹមមួយថ្ងៃមកឈរតម្រង់ជួរគ្នាដល់ឃើញឲ្យញឹមបានបែកជួរទៅធ្វើការកើតហ្នឹងហើយដល់វិញគ្រប់គ្នាអញ្ចឹងទៅគេប្តឹងយកទៅដាក់នៅវាំងមន្ត្រីគេគិតថាមហារាជអត់ទាន់មានមហេសីស្រាប់អញ្ចឹងមកនិយាយរឿងហ្នឹងចង់ឲ្យញោមប្រៀបធៀបថាតើទោសអ្វីដែលយើងមិនគួរប្រព្រឹត្តដែលវាមានទោសធ្ងន់ជាងគេនោះដូចនាងអត់មានទោសអីធ្ងន់ទេគ្រាន់តែថាបុណ្យកុសលនិងធម្មជាតិរបស់នាងធ្វើឲ្យនាងញញឹមមកមនុស្សដតីឆ្លុកវង្វេងនិងសម្រស់នៃការញញឹមរបស់នាងប៉ុន្តែគិតទៅនាងដូចមិនមានទោសអីទេហើយព្រះអង្គក៏មិនទាន់មានមហេសីស្រាប់ឥឡូវទូបង្គំយើងខ្ញុំទាំងអស់គ្នាគិតថាចង់លើកនាងហ្នឹងឲ្យធ្វើមហេសីព្រះអង្គទៅកាលណានាងធ្វើមហេសីព្រះអង្គឲ្យប្រុសដតីលែងឆ្លុកវង្វេងហើយកាលណាទៅជាប្រពន្ធស្ដេចហើយអត់មានអ្នកណាហ៊ានឆ្លុកវង្វេងនឹងប្រពន្ធរបស់ស្ដេចទៀតទេមហេសីស្ដេចទៀតទេស្ដេចលឺសូរតែអញ្ចឹងទេអញដូចមិនយកទេស្ដេចនឹងដូចថាមិនត្រេកតាអានឹងរឿងអញ្ចឹងផងនោះអញ្ចឹងហើយបើមិនតាន់យកមហេសីទៅទេយើងដូចមិនពេញចិត្តមិនទទួលយកស្ត្រីអីដែលធ្វើឲ្យគេឈួតវង្វេងគ្រប់គ្នាអញ្ចឹងដល់ពុកមន្ត្រីនេះការដំបងស្ដេចប្រកែកមិនតាន់ឃើញមុខនោះណាហើយដល់មន្ត្រីគេហៅនាងនឹងចេញមកក៏នាងណាញឹមដាក់មកឆាច់ស្ដេចតាឥឡូវអញព្រមហ្នឹងព្រមទទួលយកនាងនឹងធ្វើមហេសីប៉ិនគេដាក់លក្ខខណ្ឌតែបើនាងឯងបានធ្វើប្រពន្ធយើងនឹងក៏ដោយប៉ុន្តែបើនាងហ៊ានតែញឹមឲ្យមន្ត្រីក្នុងវាំងឈួតវង្វេងធ្វើកិច្ចការអីឡើងកើតយើងបហាជីវិតនាងចោលដូចគ្នាបាទហ្នឹងដូចប្របាដែរណាយាយគ្រាន់តែគ្នាញឹមលែងបានដល់អញ្ចឹងវាត្រូវធ្វើមុខកញ្ញូរហូតណាដូចប្របាដែរឥឡូវនិយាយរឿងអ្នកបកាយឲ្យញឹមបានធ្វើប្រពន្ធស្ដេចណែយាយអញ្ចឹងបាទអាត្មាចេះឲ្យញឹមញោមខំនាំគ្នាឲ្យញឹមញោមមើលផលណាអ្នកបកាយឲ្យញឹមបានធ្វើប្រពន្ធស្ដេចហើយចុះដល់អ្នកបកាយនិយាយចាក់រកគេឲ្យគេឆ្លោះគ្នាមួយហ្នឹងទៅណាអាមួយបកាយស៊ីគេដាក់ចុងភៅអាមួយបកាយលួចគេដាក់ឃ្លាំងមាសអាមួយបកាយឲ្យញឹមនេះគេឲ្យបានធ្វើប្រពន្ធស្ដេចហើយចុះអាបកាយនិយាយដើមគេឲ្យគេឆ្លោះគ្នានេះអាមួយបកាយគេអាភូតផគេអាកុហកគេអាញុះញង់គេនេះអាមួយហ្នឹងទៅណាមួយហ្នឹងមន្ត្រីគេគិតអត់ចេញញោមមន្ត្រីគេភាសាគ្នាថាអត់ដឹងយកទៅណាទៅដាក់នៅណាក៏ក្តៅកាហាយដល់ហ្នឹងបើទុកក្នុងវាំងនិយាយឲ្យមន្ត្រីនោះឆ្លោះគ្នាពេញវាំងហ្នឹងហើយបើយកទៅដាក់ភូមិគេមកភូមិហ្នឹងក្តៅកាហាយឆ្លោះគ្នាពេញតែភូមិហើយបើយកទៅដាក់នៅព្រៃតាមសួននិយាយឲ្យសត្វឆ្លោះគ្នាពេញព្រៃហ្នឹងទៀតអញ្ចឹងដូរមិនកើតទេព្រះអង្គមួយហ្នឹងដូរមិនដឹងយកទៅដាក់ឯណាឲ្យតែមានមនុស្សកន្លែងណានាងហ្នឹងនិយាយឲ្យគេឆ្លោះគ្នាកន្លែងហ្នឹងឥឡូវដូរមិនកើតទេបហាជីវិតចោលហ្មងនោះហ្នឹងឲ្យវាផុតអញ្ចឹងក៏បរិជាឲ្យគេបហាជីវិតចោលយាយឲ្យដង្ហែនាងនឹងឲ្យប្រកាសអស់ទាំងក្រុងថាកុំឲ្យយកនាងនឹងជាគំរូគឺចង្រៃណាស់ដើរនិយាយឲ្យគេឆ្លោះទាស់តែងខ្វែងកំណត់ចាក់រុកគ្នាបំបាក់គេដោយសារតែមាត់នាងហ្នឹងអញ្ចឹងគេយកទៅបហាជីវិតចោលគេប្រកាសអស់មួយក្រុងគេចងដៃចងជើងផ្អោបស្លាបផ្សេងឲ្យគេបោះអទេសល័យដឹកនាងនឹងទៅពេញមួយក្រុងឲ្យប្រជានារីទាំងអស់ឃើញឲ្យຕົកជាគំរូកុំឲ្យយកតាមនាងនឹងដល់កដាលព្រៃស្មោសានគេពេជ្ជឃាតហ្នឹងគេកាប់មកកបាត់ណាស្លាប់ទៅដាច់កទៅធ្លាក់កពីក្បាលហ្នឹងទៅគេប្រមូលខ្លួនប្រមូលក្បាលនេះយកទៅបដែតទឹកពួកជំនាន់ដើមគេជឿថាឲ្យតែសពណាដែលដើរផ្ដាល់ក្តៅកាហាយឲ្យគេដូចតែកូនដែលវាយតបធាក់ម្ដាយឪពុកអីអាហ្នឹងសិតតែស្លាប់ទៅគេយកទៅលាក់ទឹកនៅឥណ្ឌាមកទល់ឥឡូវហ្នឹងដូចគ្នាឲ្យតែអ្នកណាធ្វើសេចក្តីអាក្រក់អីទៅគេនាំគ្នាចុះទៅងូតទឹកស្រះហ្នឹងទៅចេញមកវិញគេថាគេរួចអស់ហើយបាបដូចថាធាក់ម្ដាយទម្លាក់ពីលើផ្ទះមកដល់ក្រោមអញ្ចឹងគេរត់ទៅងូតទឹកស្រះហ្នឹងទៅគេថារួចហើយកម្មហ្នឹងអាហ្នឹងអញ្ចឹងណានៅឥណ្ឌាមានជំនឿប្រេះប្រាស់ច្រើនណាស់អញ្ចឹងសពដែលដើរផ្ដាល់ក្តៅកាហាយឲ្យគេហ្នឹងគេយកទៅទម្លាក់ទឹកទឹកស្រះហ្នឹងដល់អានេះយកទៅទម្លាក់ក្នុងទឹកទន្លេដល់ទម្លាក់ក្នុងទឹកទន្លេហ្នឹងទៅអាសពហ្នឹងយូរថ្ងៃទៅវាហើមពោពុកផុយទៅអាសត្វក្នុងទឹកហ្នឹងវាចេះតែចឹកចេះតែស៊ីយូរទៅវាអស់សាច់អស់ស្បែកទៅវានៅសល់តែអាលាក្បាលដល់អាលាក្បាលហ្នឹងវាមិនដែរតែសែនមករហូតតាំងពីលើមកដល់ក្រោមកំពង់ទឹកអ្នកស្រុកដែលធ្លាប់ដងទឹករាល់ថ្ងៃហ្នឹងដល់ព្រឹកហ្នឹងចេញម្ដងទឹកព្រឹកហ្នឹងស្រាប់តែកលេចឃើញអាលាក្បាលមិនដែរផ្លាប់ភ្លើងចាំងនឹងពលឺថ្ងៃផ្លេកផងស្មានតែរបស់មានតម្លៃអ្នកស្រុកនេះទុកឆ្នាំងទុកចានទុករែកទុកធុងលូតចុះទៅក្នុងទឹកទៅដើមកាប់ចាក់គ្នាពេញទឹកហ្នឹងទៅដើមអាលាក្បាលហ្នឹងស្មានរបស់មានតម្លៃទៀតបានកាប់ចាក់គ្នាពេញទឹកហ្នឹងទៅដឹងរឿងហ្នឹងដល់ស្ដេចទៀតបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះអង្គថាមនាលភិក្ខុទាំងឡាយមនាលអ្នកទាំងឡាយអ្នកពិចារណាមើលទោសនៃវិជ័យកម្មនេះធ្ងន់ណាស់
អានៅរស់ក៏គេឲ្យក្តៅកាហាយក៏ក្តៅកាហាយដោយសារតែមាត់ឲ្យគេឆ្លោះទាស់ឲ្យគេកាប់ចាក់អាងាប់នៅសល់តែអាលាក្បាលហើយក៏នៅតែអាចឲ្យមនុស្សកាប់ចាក់គ្នាបាននឹងដោយសារតែទោសនៃវិជ័យកម្មចឹងញោមទាំងអស់គ្នាណានឹងយើងដឹងហើយថាទោសផ្លូវកាយក៏វាអត់ធ្ងន់ដោយអាមាត់នឹងដែរចឹងអាមាត់នេះធ្ងន់ណាស់យើងត្រូវហាត់ពុតលត់ដំអប់រំកាយវាចាចិត្តយើងឲ្យមានរបៀបរៀបរយនឹងអានឹងសុកកើតហើយញោមសុកកើតហើយមិនទៅរកសុកឯណាទេសុកនៅទាំងខ្លួនយើងនឹងឲ្យតែយើងហាត់ពុតលត់ដំបានល្អអានឹងសុកតែឡើងផុតឥឡូវ77ចឹង77ឆ្នាំ2022 77ចឹងបាច់ចម្រើនបជនទេ2023ដឹងតែយឺនដឹងតែឡើង78ហ៎បងមិនអញ្ចឹងអាចារ្យណោហោយឺននេះ76ឈានចូល77អូយឺន72ចូល73អាត្មាវិញអស់ហើយយឺនអូយឺនបងយឺនទៀតហើយយឺននេះបងយឺនផងពីក៏សាច់គេដូចស្រស់ថ្លាដល់ហើយណាហើយយឺននេះប្អូនផងទៅមក72ដូចក្រៀមហ្នឹងហើយណោឥឡូវទីហោដូចយឺន76ចូល77ហើយដល់77អញ្ចឹងយរ៉ុនមិនបាច់ធ្វើបន់ចម្រើនបញ្ជនក៏ផុតឆ្នាំ2022ចូល2023ដឹងតែ78ហើយមិនអញ្ចឹងខ្ញុំរ៉ុនហ្នឹងហើយប៉ុន្តែលោកអ្នកប្រាជ្ញពហុសូត្រដែលលោកដឹកនាំយើងធ្វើបន់ចម្រើនបញ្ជនដើម្បីឲ្យចម្រើនទៅនៅអាយុហ្នឹងមិនមែនចង់សំដៅលើទូរលេខនៃអាយុរបស់យើងផុតពី1ឆ្នាំឡើង1ឆ្នាំអញ្ចឹងទេលោកចង់សំដៅថាដើម្បីឲ្យចម្រើនទៅនៅអាយុមានន័យថាអ្នកជាជនជាម្ចាស់សម័យខ្លួនដែលត្រូវកូនគេធ្វើបន់ចម្រើនបញ្ជនឲ្យហ្នឹងគឺឲ្យខំប្រឹងចម្រើនទៅនៅគុណធម៌លោកអ្នកប្រាជ្ញបេះដូងសំខាន់ក្នុងបន់ចម្រើនបញ្ជនគេចង់បញ្ជាក់ថាសម័យខ្លួននៃអ្នកដែលត្រូវកូនគេធ្វើបន់ចម្រើនបញ្ជនឲ្យហ្នឹងត្រូវចាប់ពីថ្ងៃហ្នឹងម៉ោងហ្នឹងគណៈហ្នឹងតទៅគឺត្រូវខំប្រឹងចម្រើនទៅនៅគុណធម៌គឺសេចក្តីល្អព្រោះគេបញ្ជាក់ថាម្ដាយស្ថិតនៅក្នុងជារាវ័យហើយឪពុកស្ថិតនៅក្នុងជារាវ័យហើយបច្ឆមវ័យហើយជាវ័យមួយដែលជារាត្រុតទ្រោមក្រំគ្រាស្ថិតចូលមកដល់ហើយប្រែពីសក់ខ្មៅមកសក់សប្រែពីស្បែកល្អមកស្បែកជ្រួញប្រែពីថ្មិញពេញមាត់និងអស់ថ្មិញប្រែពីកម្លាំងមាំទៅជាទុនខ្សោយមានន័យថាជាវ័យមួយដែលកូនចៅគេគិតថាយើងណាស្ថិតចូលដល់ជារាវ័យចឹងគេធ្វើបន់ចម្រើនបញ្ជនដើម្បីឲ្យប៉ាឲ្យម៉ាក់ឲ្យជីដូនឲ្យជីតាប្រឹងចម្រើនទៅនៅគុណធម៌ព្រោះវ័យយើងនឹងជាវ័យត្រូវរកធម៌រកសេចក្តីល្អជាសារណៈជាទីពឹងទាំងអស់គ្នាអត់មានអីទីពឹងក្រៅអំពីសេចក្តីល្អទេចឹងបានកូនគេធ្វើបន់ចម្រើនបញ្ជនឲ្យហើយគេឲ្យយើងបកគលកាយថ្វាយខ្លួនធម្មតាដូនតាយើងពេលបន់ចម្រើនបញ្ជនអាចារ្យដឹកនាំកូនចៅមកវ័នទាកម្មាទោសមុខម្ដាយឪពុកហើយក៏រៀបចំឲ្យកូនចៅទាំងអស់ចប់វ័នទាទៅនឹងរៀបចំវេណាបល័យបកគលកាយថ្វាយខ្លួនឲ្យម្ចាស់សម័យខ្លួននឹងបានថ្វាយខ្លួនជាឧបាសកជាឧបាសិកាឲ្យយកប្រតនត្រ័យទាំង3នេះជាសារណៈដ៏ប្រសើរស្មើដោយជីវិតគ្រប់គ្នាចាប់ពីថ្ងៃនឹងម៉ោងនឹងគណៈនឹងតទៅចឹងដើម្បីឲ្យឪពុកនិងម្ដាយនឹងចម្រើនទៅនៅអាយុមិននៅលើយើងធ្វើបន់មិននៅលើលោកស្រោចទឹកមិននៅលើអាចារ្យឲ្យពរទេគឺនៅលើយើងចាប់ពីថ្ងៃនឹងទៅប្រឹងចម្រើនគុណធម៌បាទប្រាសចាទៅនៅអបាយមុខចម្រើនទៅនៅសេចក្តីល្អព្រះលោកសំដែងតគុណវុទ្ធោនោះអ្នកណាចម្រើនទៅដោយគុណធម៌គឺចម្រើនទៅដោយសេចក្តីសុខចម្រើនទៅដោយអាយុណាវ័យវុទ្ធោក៏រមែងចម្រើនណាអ្នកណាចម្រើនទៅដោយគុណវុទ្ធោនិងសីលវុទ្ធោគឺវ័យវុទ្ធោចម្រើនណានឹងអាយុនឹងកើនឯងនឹងបរិបូរឲ្យតែប្រាសចាទៅនៅអបាយមុខចឹងប្រឹងចម្រើនទៅនៅគុណធម៌និងសេចក្តីល្អទាំងអស់គ្នាព្រោះបើយើងគិតពីអាយុរបស់យើងទាំងអស់គ្នារាល់ថ្ងៃនេះដូចមិនវែងទេញោមដូចលឿនណាស់ហើយបើថ្ងៃហើយនឹងយប់នឹងលឿនខុសប្រកដីដែលតាយាយខ្លះគាត់ស្ទើរតែទទួលយកអត់បានគាត់ថាដៃគុណកណាដូឆ្ងល់មេឃឥឡូវមិនក៏ថ្ងៃយប់លឿនដល់ហើយកណាពីមុនភ្ញាក់ពីដេកម៉ោងលីអង្គលដល់ស្រែភ្ជួរចង់មកកណាត់ស្រែថ្ងៃមិនទាន់រះផុតដើមថ្នោតផងហ្នឹងហើយឥឡូវនេះគាត់តែភ្ញាក់ពីដេកក៏លុបមកឆាច់លេងថ្ងៃរះផុតចង់ថ្នោតម៉ោង8បាត់ហ៎ហ្នឹងហើយមិនទាន់ដឹងអីផងវិលចុះវិលឡើងនៅតែក្រលគោបន្តិចហ្នឹងដល់ម៉ោងបាយថ្ងៃត្រង់ទៀតណាហើយវិលភ្ញាក់ពីដេកមិនទាន់បានដឹកគោចេញផងដល់ម៉ោងដឹកគោចូលផ្ទះវិញហ៎ហ្នឹងមានន័យថាអាថ្ងៃយប់ហ្នឹងវាកាន់តែលឿនខ្លួនប្រាណរបស់មនុស្សកាន់តែរាវតូចទៅជីវិតរបស់មនុស្សកាន់តែខ្លីទៅប៉ុន្តែអាស្អីដែលវាអត់តូចបងបើយើងគិតថាអាយុពីច្រើនមកតិចរាងកាយមនុស្សពីធំទៅតូចថ្ងៃយប់ពីដើរយឺតមកដើរលឿនប៉ុន្តែអ្វីដែលមិនចេះរួញសោះគឺកិលេសរបស់មនុស្សបងនៅវាផ្ទុយគ្នាញោមស្ដាប់លោកអត់តន់ណាអាថ្ងៃយប់រួញដើរពីយឺតមកលឿនបង្វែរមកលឿន
អាយុរបស់មនុស្សពីវែងពីធ្លាប់តែ100ជាងធ្លាប់តែ90ជាងយ៉ាងតិចបានស្លាប់100ជាងឥឡូវធ្លាក់មនុស្ស70ជាង60ជាង50ជាងស្លាប់អស់អញ្ចឹងវាទាញពីអាយុច្រើនមកអាយុតិចពីថ្ងៃធ្លាប់តែយូរមកលឿនពីខ្លួនមនុស្សធ្លាប់តែធំរាវមកតូចប៉ាខ្លួនតូចអាយុខ្លីវាទៅជាឡើងអាកលេសនេះវិញមិនអញ្ចឹងណាញោមពិចារណាមើលកិលេសរបស់មនុស្សនឹងកាន់តែកើនទៅវិញពីមុនមកមនុស្សអត់ដែរចេះលួចឆក់ប្លន់កាប់កេងប្រវាញ់វេដំទាត់ធាក់កាប់ចាក់គ្នាវាទៅជាឥឡូវនឹងមានអាហ្នឹងទាំងអស់ពីមុនអាអត់ដែរវាយកូនរំលោភកូនឯងក៏អត់មានឥឡូវវាមានអាហ្នឹងពីមុនអាកូនឯងលើកដៃកាប់ឪកាប់ម៉ែក៏អត់ដែរមានឥឡូវវាមានអាហ្នឹងពីមុនអាកូនអត់ដែរឆ្លោះម៉ែឆ្លោះឪឥឡូវឪម៉ែចែកស្រែឲ្យលើសតាមពីពៅមកអំពកហ្នឹងវាកាត់កាលម៉ែឯងចោលវាមានឥឡូវហ្នឹងទៀតហ្នឹងដោយថាខាងតនអខាងអាស័យព្រិចយើងដោយថាដៃឡូរៀងឡើងថ្លៃផងណាហើយម៉ែចែកស្រែឲ្យមីពៅពីអំពកអាបងម្នាក់មកអំពកម្នាក់មកអំពកគាត់ណាពៅលើសតាមអំពកខឹងម៉ែឯងកាត់កាលម៉ែឯងចោលទេណាហ្នឹងអាហ្នឹងដោយសារអីកិលេសរបស់មនុស្សកិលេសហ្នឹងវាឡើងធំវាអត់រាវទៅតាមរូបកាយអារូបកាយនេះធ្លាប់តែធំរាវមកតូចអាយុធ្លាប់តែវែងរាវមកខ្លីប៉ុន្តែកិលេសហ្នឹងវាកាន់តែវែងទៅវិញហ្នឹងអញ្ចឹងបានជាយើងរស់នៅមិនសូវសុខទេហើយមិនសូវសុខមួយទៀតគឺដោយសារតែយើងទាំងអស់គ្នាគិតតែអាហារផ្លូវកាយមែនទេញោមមែនទេម្នាក់បើកភ្នែកមករហូតទល់បាត់ភ្នែកទៅវិញមួយថ្ងៃដូចនឹកតែអាហារផ្លូវកាយនោះមិនដែលអ្នកណានឹកអាហារផ្លូវចិត្តណាអត់ទេអត់មានភ្ញាក់ពីដេកមកលុបមុខហើយទាញបៃដកយកមកមើលទាញសភៅធម៌មកមើលទាញវត្ថុមកស្ដាប់ធម៌ស្ដាប់អីណាអត់ទេតែបើកភ្នែកឡើងលុបមុខឆាច់សម្លឹងទៅហាងកាទៀវមកគោមផុតពីកាទៀវមកគោមមកវិលមកមិន10បាយទៀតផុតពីមកមិន10មកវិលល្ងាចបាយល្ងាចទៀតផុតពីបាយល្ងាចហើយអង្គុយព្រោកនេះឡៃកើតមើលរឿងភាគមើលរឿងពីរឿងម៉ោង9យប់មុនដេកយាយខ្លះដាក់មកគោមទៀតដូចយេរ៉ុនអញ្ចឹងសាដាក់បានហើយហ្នឹងអញ្ចឹងកាលណាយើងគិតតែអាហារផ្លូវកាយយ៉ាងហ្នឹងយើងអត់ដែលនឹកនាដល់អាហារផ្លូវចិត្តសោះអត់ដែលបានហាត់ពុតលុតដំអប់រំចិត្តយើងសោះតែហ្នឹងហើយដែលនាំឲ្យយើងទាំងអស់គ្នានៅមិនសូវសុខនឹងគ្នាកុំថាឡើយដល់អ្នកដតីនិងអ្នកដតីដែលជាគ្រួសារផ្សេងគ្នាសូម្បីតែគ្រួសារខ្លួនឯងសាច់ឈាមខ្លួនឯងបង្កើតក៏អាចឆ្លោះទាស់ក្តៅកាហាយចំណែនឈ្នាននេះគ្នាបំបែកបំបាក់គ្នាអាស្រ័យដោយសារកិលេសរបស់យើងដោយគ្មានការអត់សង្កត់គ្មានការពិចារណាគ្មានធម៌អប់រំចិត្តអញ្ចឹងបានអាត្មាថាចង់បានសេចក្តីសុខកុំឲ្យនឹកតែអាហារផ្លូវកាយត្រូវនាំគ្នានឹកនេះដល់អាហារផ្លូវចិត្តខ្លះផងណាញោមហាត់ពុតលុតដំអប់រំកាយវាចាចិត្តយើងឲ្យមានរបៀបរៀបរយហ្នឹងយើងមានសេចក្តីសុខហើយចង់សុខទេញោមចង់សុខទេចង់សុខហើយចង់ជួបជុំហ៎ចង់ជួបជុំកូនចៅហ៎ចង់ហ៎ចុះយាយរ៉ុនអត់ចង់ជួបជុំកូនចៅទេចង់នៅព្រៃម្នាក់ឯងចឹងមើលចង់ជួបជុំហ៎ញោមចង់ជួបជុំកូនចៅហ៎ចង់ហើយចង់ព្រាត់ប្រាស់ហ៎ចង់កើតមកមួយជាតិទៀតហ៎ហ្នឹងហើយណាចង់ចាស់អត់ចង់ឈឺអត់ចង់ព្រាត់ប្រាស់អត់បើចង់កើតមួយជាតិទៀតអត់ចង់ហ្នឹងហើយអាហ្នឹងយើងក៏អត់យល់សោះយល់ស្មើនឹងយើងអត់យល់សោះថាយើងអត់ចង់ទាំងអស់អត់ចង់ចាស់អត់ចង់ឈឺអត់ចង់ស្លាប់អត់ចង់ព្រាត់ប្រាស់មិញហ្នឹងអាហ្នឹងបើអត់ចង់អស់ហ្នឹងវាតើយើងកុំចង់កើតប៉ុន្តែសួរចង់កើតអត់ចង់ហ្នឹងហើយអត់ចង់ចាស់អត់ចង់ឈឺអត់ចង់មិនបានបើយើងប្រាថ្នាកើតមកហើយអញ្ចឹងសរុបមកវិញអាសុខហើយទុកដូចគ្នាខ្ញុំឯងចង់សុខដូចលោកសួរមិញចង់សុខនាំគ្នាបថើយខណ្ឌនេះនៅហើយក៏នាំគ្នាបកើនខណ្ឌរាល់ថ្ងៃនាំគ្នាបថើយខណ្ឌហើយបកើនខណ្ឌមើលញោមមេឃុំមែនណាញោមមេឃុំមើលញោមមេឃុំបកើនខណ្ឌហើយបថើយខណ្ឌបថើយមើលកូនម៉ានអ្នកកូន7ចេះចៅចង់ផ្លេចចៅដែរចៅម៉ានចៅ12កូនមួយបានចៅ2អញ្ចឹងហ៎អញ្ចឹងមានអីពិបាកពិតកូនមួយចៅ2 7ដង14 2 7 2ដង14ត្រូវហើយ14ថែមកូន7ទៀតវា21ថែមប្រពន្ធយើងមួយទៀត22ថែមខ្លួនយើងទៀត23អញ្ចឹងញោមមេឃុំចង់កុំឲ្យកើតទុកអាម៉េចបើក្រើនតែខណ្ឌនៃសាច់ឈាមផ្ទាល់ខ្លួន23បើគិតជាខណ្ឌខ្លួនយើងមួយខណ្ឌ5អញ្ចឹងខណ្ឌ5គុណនឹង23ឃើញ115មិនអញ្ចឹង
5 10 ដង 50 5 10 ដង 50 អា3នោះ3 5 ដង 15 មិន115មិនទេគ្រាន់តែខណ្ឌសាច់ផ្ទាល់ខ្លួន115ខណ្ឌហើយចុះនៅពលរដ្ឋមួយឃុំនឹងប្រហែល200គ្រួសារទៀតហើយតរសុកឯណាឥឡូវញោមតបានសុកឯណាបើគ្រាន់តែខណ្ឌជាប់ខ្លួននេះ115ខណ្ឌហើយហ្នឹងញោមពិចារណាមើលតែខ្លួនយើងមួយខណ្ឌ5អត់សុកផងចឹងបាទអាត្មាតែបើចង់សុករៀនបថើយខណ្ឌកុំបកើនខណ្ឌប៉ាន់មេឃុំមានបកើមានបថើយឯណាខណ្ឌឡើង115ហើយក៏ខណ្ឌដែលគេច្រើននិយាយតែចំណង5ប្រការហ្នឹងគឺមកសំដៅទៅលើខណ្ឌទាំងឡាយ5នេះដូចគ្នាហើយចំណង5ប្រការក៏ជាហេតុនាំឲ្យយើងសៅមងនាំឲ្យយើងកើតទុកអាខណ្ឌ5ហ្នឹងវាទុកធំជាងអាចំណង5ប្រការហ្នឹងទៀតព្រោះព្រះអង្គសម្ដែងថាណដ្ឋិខន្ធាសមាទុក្ខាទុកអីស្មើដោយចំណងខណ្ឌវាអត់មាននោះណាមកធ្លាប់ឧទាហរណ៍តែគ្រាន់តែគិតតែរូបខណ្ឌមួយចុះខ្លួនយើងមួយខណ្ឌ5មានរូបវេទនាសញ្ញាសង្ខារវិញ្ញាណបើយើងនិយាយតែរូបយើងមួយចុះកុំនិយាយដល់អា100ជាងខណ្ឌទៀតគិតតែរូបញោមមិនខុំមួយចុះគ្រាន់តែអំពលទុកដោយសារតែរូបយើងមួយហ្នឹងណាវានាំឲ្យចិត្តយើងសៅមងកើតទុកនៅមិនសុខឲ្យរវល់តែជាមួយបាយហ្នឹងក៏រកពេលតនេសឹងអំចង់បានហ្នឹងមួយថ្ងៃ3ពេល4ពេលហើយបន្តិចទៅអារូបហ្នឹងវាឈឺទៅតិចទៅវារូបហ្នឹងវាឲ្យទុកយ៉ាងនេះតិចទៅវាគិតរឿងនេះតិចទៅវាគិតរឿងនោះតិចវាខ្វល់ររបស់មកតម្រូវឲ្យរូបហ្នឹងចង់បាននេះចង់បាននោះយើងគិតតែគ្រាន់តែរូបយើងមួយយើងអំពលទុកប៉ុណ្ណឹងហ្នឹងដូចយាយខ្លះកាលពីគាត់នៅកំមុំគាត់ថាដេកកូនហើយកណាដូចឈឺដល់ហើយដូចនឹងពិបាកចិត្តណាស់ដូចមិនសូវជាងគេអាហ្នឹងស្មើនឹងយើងកំពុងតែត្អូញខណ្ឌគឺឈឺហ្នឹងគឺរូបខណ្ឌវាឲ្យវេទនាជាទុកអញ្ចឹងត្អូញតែខ្លួនឯងតែមួយហ្នឹងកើតទុកដេកកូនហើយដល់ពេលនៅមិនសុខខ្លួនឯងមួយតែត្អូញទុកហើយស្រាប់តែ9ខែក្រោយឃើញការប្តីមួយថែមមកទៀតដេកកូនហើយកាលមុនកណាតាខ្លួនកណាមួយហ្នឹងកើតទុកឈឺព្រឹកឈឺល្ងាចឥឡូវបានអាប្តីហ្នឹងមកដូចទុកលើអាប្តីហ្នឹងគេអត់ឲ្យកណាទៅណាដូចចង់ទៅស្ដាប់ធម៌ក៏អត់កើតពីមុនពិបាកចិត្តទៅបានទៅស្ដាប់ធម៌ទៅស្រឡះខ្លួនឥឡូវនេះទៅស្ដាប់ធម៌ក៏អត់បានអាប្តីហ្នឹងក៏ប្រចាំប្រចាំដល់ទៅតោអាប្តីហ្នឹងបានប្រហែលថ្ងៃ9ខែ10ថ្ងៃក្រោយដាក់អាងាហ្នឹងមកទៀតដេកកូនឥឡូវជាប់អាងាហ្នឹងលើអាប្តីនេះទៀតហ្នឹងទៅណាមិនរួចជាប់ដៃជាប់ជើងចាំមើលអាហ្នឹងវាធំចេះដើរបន្តិចទៅបើធំចេះដើរតិចដាក់2ភ្លុះមកទៀតហ្នឹងហើយអញ្ចឹងមានន័យថាយើងចង់បានសុខតើយើងដកខណ្ឌកុំបន្ថែមខណ្ឌកាលណាយើងបន្ថែមខណ្ឌហ្នឹងណាវានាំឲ្យយើងដល់នៅសេចក្តីទុក្ខមានន័យថាម៉េចមានន័យថាកូនមួយយើងខ្វល់ជាមួយកូនមួយត្រឹមប៉ុណ្ណឹងត្រឹម 10% ចឹងចុះដល់ថែមមក2យើងមិនខ្វល់លើសអាមួយហ្នឹងហើយដល់ថែមមកច្រើនលើសអា2ហ្នឹងទៀតវាមិនហិតតែខ្វល់អាច្រើនហ្នឹងទៀតមិនអញ្ចឹងញោមស្រីហ្នឹងកាលកូនយើងមួយយើងខ្វល់ល្មមទេដល់ពេលឡើងមក7មិនមួយថ្ងៃរវល់តែ6បាយកូន7ហ្នឹងក៏ចង់ខ្វល់ដែរនិយាយណានៅគិតឲ្យវារៀនសូត្រនៅគិតរកប្តីរកប្រពន្ធឲ្យនៅគិតរឿងបែងចែកទ្រព្យសម្បត្តិតាណាកាន់តែច្រើនទុកកាន់តែធំបាទដូចយើងមានទ្រព្យចឹងណាញោមអាចចំណង5ប្រការចំណងទ្រព្យនេះដូចគ្នាណាចំណងកូនចំណងចៅដូចគ្នាយាយឲ្យអាទ្រព្យនេះមិនមែនកាន់តែមានទៅកាន់តែបានសុខកាន់តែចិត្តស្ងប់ឯណាវាកាន់តែមានទៅកាន់តែសៅមងទៅវិញកាលយើងមានល្មមដូចចិត្តយើងដូចមិនសូវសៅមងដល់ពេលមានច្រើនទៅគេខ្ចីលុយច្រើនណាអានេះខ្ចីអានោះខ្ចីអានេះអត់សងអានេះអត់សងអានេះសងនៅអំពលទុកជាមួយទ្រព្យហ្នឹងកាន់តែលើសដើមដូចអាត្មាធ្លាប់និយាយថាកាលយើងមានកវលត្រឹម1ហ៊ុនយើងផ្លេចកវល1ហ៊ុនហ្នឹងនៅពីងទឹក3ថ្ងៃអីយើងអត់សូវភ័យទេថ្ងៃមួយក៏លេខទៅអូអញផ្លេចកវលនៅនឹង3ថ្ងៃហើយដោះងូទឹកធម្មតាអារម្មណ៍ប៉ុន្តែដល់ពេលយើងមានកវលលើសពី1ហ៊ុនទៅជា1តឡឹងវិញណាយើងអត់មានចេះតែដើរដោះទុកដោយអា1ហ៊ុនទេមិនចឹងញោមហីទាំងអស់គ្នាអា1តឡឹងណា1តឡឹងអត់ចេះតែដើរដោះទុកដោយ1ហ៊ុនទេអា1ហ៊ុនដោះទុកអាចផ្លេចចោលអត់សូវបារម្ភសូវភ័យបាត់ក៏បាត់ទៅធម្មតាប៉ុន្តែដល់ពេលអាហ្នឹងវាមាសកាន់តែធំណារបស់កាន់តែមានតម្លៃយើងកាន់តែបារម្ភកាន់តែខ្វល់កាន់តែគិតហ្នឹងហ่ะតែកន្លែងដាក់តែកន្លែងញុកដូចជារឿនđâyនេះលុយបានមកមិនដឹងញុកក្រុមកទេលខ្លះក្រុមខ្នើយខ្លះហើយដល់ញុកចោះញុកឡើងជួនកាលផ្លេចរំឃើញជាប្តីពេញផ្ទះអាត្មាធ្លាប់និយាយខ្លះដូចតែផ្លេចខ្លួនឯងខឹងគោទៅវាយកបីហ្នឹងអាលុយយកតែញុកក្រុមខ្នើយញុកក្រុមកទេលឲ្យដល់រអត់ឃើញជេរកូនពេញផ្ទះហើយដល់ថ្ងៃមួយទៅកន្លោះកទេលស្រាប់អាលុយជេរគេហ្នឹងនៅក្រុមកទេលស្ងាត់ជ្រាបអត់ហ៊ានមាត់ទេជេរគេពេញមកផ្ទះហើយហ្នឹងហើយសត្វធ្លាប់ហើយមិនអញ្ចឹងនិយាយហីมันធ្លាប់មិនអាខ្លះក៏កម្មានៅលើក្បាលដល់ស្រែកសួរពេញមកផ្ទះកម្មាអញនៅណាអីបាទហ្នឹងហើយអត់សុខទេកុំចេះនាំគ្នាខឹងគោវាយកបីត្រូវហាត់ពុតលុតដំអប់រំចិត្តយើងឲ្យបានល្អណគ្មានអីជាងអាហារផ្លូវចិត្តនឹងទេរៀនស្ដាប់ធម៌ចម្រើនសេចក្តីល្អក្នុងខ្លួនហើយសុខមិនសុខវានៅតែផ្លូវ3ហ្នឹងយោហាត់ពុតលុតដំអប់រំកាយវាចាចិត្តយើងឲ្យមានរបៀបរៀបរយទៅសុខហ៎បង
កាយនឹងកំលួចកំឆក់កំប្លន់កំវាយដំទាត់ធាក់ប្រពន្ធកូនកំប្រើហិង្សាកាយកើតបនកើតសេចក្តីសុខមួយមាត់យើងនេះបើកភ្នែកឡើងពេលណាកុំនិយាយកុហកភូតផលបោកប្រាស់ញុះញង់ឲ្យគេក្រៅកាហាយដោយសារមាត់បនកើតតាមមាត់មួយទៀតនៅដល់ផ្ទះយើងបនយំអស់ហ្នឹងបើកភ្នែកឡើងអាចិត្តនេះកុំឲ្យមានអភិជាជាបាតតេចងកំនុំគុំគួនគេកុំអាឃាតជាបាតគេមាត់កើតអាណែចិត្តកើតបនមួយទៀតបាត់អត់ចាំបាច់តយើងស្លៀកពាក់សកោសក់ទៅសុំសិលនៅវត្តបានអាបននឹងវាកើតអត់ទេបននៅតែផ្ទះយើងឯងយាយណាយកមកអស់ឲ្យតែយើងហាត់ពុតលុតដំអប់រំកាយវាចាយើងមានរបៀបរៀបរយអាសេចក្តីសុខដូចគ្នាអត់មានសុខទៅសុំពីខ្ទមអ្នកតាបានទេអត់មានសុខសុំពីចៅអធិការវត្តណាបានទេគឺសុខនៅតែខ្លួនយើងបងបើកភ្នែកឡើងដូចថ្មនិយាយមិញឲ្យតកាយនឹងហាត់ពុតលុតដំល្អបើកសង្កត់មាត់យើងឲ្យល្អកុំឲ្យប្រើពាក្យអសុរោះញុះញង់ឆោបោកភូតផលកុហកឲ្យអ្នកដតីគេវិនិច្ឆ័យអន្តរាយដោយសារមាត់យើងហ្នឹងចឹងយើងត្រូវមានធម៌ក្នុងខ្លួនទាំងអស់គ្នាហាត់ពុតលុតដំអប់រំកាយវាចាចិត្តប្រព្រឹត្តទៅនៅក្នុងកុសលធម៌ទាំងអស់គ្នាណាញោមអនុមោទនា